បាទសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូរបៀបទិញឡានឬក៏ដេញថ្លៃពី Copart ណាចឹងពេលដែលមេទាំងអស់បាន username password login ហ្នឹងខ្ញុំឃើញផ្ទាំងដំបូងនេះមកមុនគេហើយដើម្បីរកឡានយើងអាចរកនៅទីនេះក៏បានយើងអាចវាយ Prius ពី2007អីចឹងទៅអាហ្នឹងយើងចង់រកឡាន2007បាទហ្នឹងយើងរកបានតែមួយឡានប៉ុន្តែខ្ញុំបង្ហាញវិធីមួយទៀតគឺយើងចូលមក inventory នេះវា call finder យើងអាចរកឡានហើយយើង save វាទុកថ្ងៃក្រោយយើងមិនបាច់រកទេឧទាហរណ៍ឥឡូវខ្ញុំចង់ទិញឡានTesla ពីឆ្នាំ2018ដល់2020ខ្ញុំដាក់2018 2020ចឹងមកហើយខ្ញុំដាក់ Tesla Model 3ឬក៏ខ្ញុំចង់ទិញ all model ក៏បានប៉ុន្តែខ្ញុំចង់បានតែ Model 3ទេខ្ញុំ click specific យកតែ Model 3ហើយយើងចង់បាន location ណាក៏បានហើយយើង select location ប៉ុន្តែខ្ញុំចង់ឲ្យវាបង្ហាញ location មកអញ្ចឹងខ្ញុំ click search អញ្ចឹងណាអញ្ចឹងទៅវាចេញឡានមកហើយណាឡានវាមានឆ្នាំឡានlot number ហើយនឹងព័ត៌មានឡានបាទលេខកុងទ័រឡានហ្នឹងប្រហែលហើយគេប្រើប្រហែលហើយឡានហ្នឹងប្រភេទ title ហ្នឹងយ៉ាងម៉េចបុកប៉ះយ៉ាងម៉េចយើងអាចមើលរូបភាពបានណាហើយនៅ location តំបន់ណាអញ្ចឹងយើងអាចមើលនៅនេះបានហើយកន្លែងនេះយើង add ឡានយើងទៅ watch list ហ្នឹងបានថាយើងអាច add វាទៅឡានដែលយើងចង់ទិញដើម្បីវាយើង add ទៅវាចូលយើងទៅមើល line watch list ឃើញសិតតាឡានដែលយើងចង់ទិញហ្មងវាស្រួលអញ្ចឹងណាយើងមិនបាច់រកច្រើនដងក៏ប៉ុន្តែឧទាហរណ៍ថាឥឡូវខ្ញុំអាច add នឹង watch list មួយអញ្ចឹងឡានហ្នឹងវានឹងចូលទៅ watch list ខ្ញុំចូលទៅ line watch list នេះ watch list ខ្ញុំ click ទៅនឹងឃើញឡានហ្នឹងនៅ line ហ្នឹងហ្មងអញ្ចឹងណាហើយអញ្ចឹងខ្ញុំ sort វាតាមរយៈ auction date អញ្ចឹង auction ដេញថ្ងៃណាថ្ងៃនេះអ្នកនៅសារ1ម៉ោងនេះដេញអញ្ចឹងវាមាន lane A ហើយនៅឡានហ្នឹងលេខរៀងទី65 item number អញ្ចឹងយើង lock ពីយើង bid ហ្នឹងគឺយើងចុច bid ណាគឺយើងចូល like bid បើយើង buy ណាបានយើងព្រមទិញតម្លៃប៉ុណ្នេះអញ្ចឹងវានឹងនាំយើងចូលទៅកន្លែងទិញហ្នឹងយើងត្រូវ select យក lane A ហើយយើងត្រូវរងចាំរហូតដល់លេខរៀងទី65ប៉ុន្តែ auction ហ្នឹងនៅ1ម៉ោងទៀតបានគេចាប់ដើមអញ្ចឹងណាអានេះខ្ញុំប្រាប់ពីបញ្ហាហ្នឹងអញ្ចឹងយើងថាយើងចង់រកឡានទិញ model 3ហ្នឹងយើងអត់ចង់ search រកយើងចូលមក search អញ្ចឹងឯងអញ្ចឹងយើងអាច save search កន្លែងនេះបានហើយកន្លែងហ្នឹងបើយើងចង់បានឡានដែល clean title បានauto check ស្អាតអត់មានបុកប៉ះអីណាប៉ុន្តែបើយើងអត់ទេយើងមិនបាច់ tick ទេហើយខ្ញុំ save search អូនខ្ញុំ save search អញ្ចឹងមកខ្ញុំ click save ហើយខ្ញុំដាក់ឈ្មោះឲ្យវាអញ្ចឹងខ្ញុំដាក់ថា Tesla Model 3 2018ដល់2020អញ្ចឹងទៅអញ្ចឹងខ្ញុំ save នៅពេលថ្ងៃក្រោយទៀតខ្ញុំចង់ទិញឡានហ្នឹងខ្ញុំមិនបាច់ទៅ search វាទៀតទេខ្ញុំចូលក្នុងកន្លែងទៅ save search ខ្ញុំណានេះ save search ខ្ញុំចូលមក line ហ្នឹងខ្ញុំឃើញហ្មងអញ្ចឹងនេះតាណានេះឃើញទេអញ្ចឹងខ្ញុំគាត់ទៅ click line ហ្នឹងមកចេញសាឡាន Tesla ឲ្យខ្ញុំអញ្ចឹងបាទអញ្ចឹងវាស្រួលអញ្ចឹងហើយនៅក្នុងនេះយើងមានអានេះជា account ដែលគេប្រើមួយដែលខ្ញុំយកមកធ្វើឧទាហរណ៍អញ្ចឹងមានគេអ្នកទិញហ្នឹងគេធ្វើ list save search គេមក proof លេខ NHC 300 CT HA អញ្ចឹងទៅបាទអញ្ចឹងគេធ្វើអញ្ចឹងគឺត្រូវការ search ឡានស្រួលហើយឡានណាដែលយើងពេញចិត្តវាចូលមក line watch list ពេលយើងដាក់ watch list វាណាឃើញទេអា model 3មួយនេះខ្ញុំដាក់ watch list ចូលមកនេះអញ្ចឹងជាឡានដែលខ្ញុំចង់ដេញខ្ញុំគេថាខ្ញុំមើលឡានរួចហើយអញ្ចឹងឡាននេះពេញចិត្តខ្ញុំចង់ដេញអញ្ចឹងខ្ញុំមើលតែ line watch list ខ្ញុំទេពេលខ្ញុំមកមើលឡានខ្ញុំមើលកន្លែង save search ហ្នឹងបាទអញ្ចឹងខ្ញុំមើលនៅ line save search នេះអញ្ចឹងចង់ដេញឡានហ្នឹងតើយើង lock ចូលទៅកន្លែង bid now ហ្នឹងអញ្ចឹងទៅនៅ1ម៉ោងហ្នឹងគេបើកបាទអញ្ចឹងយើងអាច click ទៅ bid now អញ្ចឹងវានឹងនាំយើងទៅប៉ុន្តែឥឡូវដូចគេមិនទាន់ឲ្យយើងបើកដេញថ្លៃទេដូចចុចទៅក៏អត់ទៅដែរតើដល់ម៉ោងគេបើកបានយើងអាចនេះបានប៉ុន្តែឥឡូវយើងចង់ទិញឥឡូវយើងអាចទិញបានប៉ុន្តែទៅទិញហើយទិញអាហ្នឹង cancel វិញអាចអស់លុយឬ option ខ្លះយើង cancel វិញអត់បានទេអានេះជារបៀប search ឡានហើយរបៀបដែលយើងទិញអីចឹងណាប៉ុន្តែនៅក្នុងហ្នឹងវាមានព័ត៌មាន information ច្រើនទៀតពាក់ព័ន្ធបងលុយអានេះខាងខ្ញុំអីទេបាទអញ្ចឹងអាច click navigate វា around បានអាច click មើលវា around ថានៅក្នុងហ្នឹងមានអីបន្តែរបៀបក្នុងការទិញឡានក្នុងការស្វែងរកឡានហើយនឹងទិញគឺយើងធ្វើរបៀបហ្នឹងឯងបាទអរគុណ